我喜欢小动物ចឹង我នេះបកប្រែថាខ្ញុំជា subject របស់យើង喜欢នឹងចូលចិត្ត verb 小នឹងបានន័យថាតូចថតចឹងនេះ adjective ជាមួយ object យើងចឹងHello， 同學們好，我是 CDL 學校的老師。ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកគ្រូនៅសាលា CDL ថ្ងៃនេះយើងមករៀនអំពី grammar structure នៅក្នុងភាសាចិនអញ្ចឹងនៅក្នុងភាសាចិនគឺរបៀបបង្កើត sentence គឺស្តីនឹងអង់គ្លេសដែរដែលយើងមាន subject បូក verb មួយ object តាមមួយទាំងអស់គ្នា我喜欢小动物我喜欢小动物ចឹង我នេះបកប្រែថាខ្ញុំជា subject របស់យើង喜歡នឹងចូលចិត្ត verb 小នឹងបានន័យថាតូចថតចឹងនេះ adjective ជាមួយ object យើងអញ្ចឹងសរុបមកកន្លែងនេះគឺជា object របស់យើងតែយើងបកប្រែថាសត្វតូច我喜欢小动物ចឹងកន្លែងហ្នឹងខ្ញុំចូលចិត្តសត្វតូចខ្ញុំចូលចិត្តសត្វតូចដល់ពេល sentence ទី2他爱化妆他爱化妆ថាហ្នឹងដោយសារតែពានផារបស់យើងខាងនេះហ្នឹងគឺជាស្រីអញ្ចឹងយើងដឹងថាគេបញ្ជាក់អំពីនារីណាម្នាក់ like she ដល់ពេលកន្លែងនេះគឺ verb យើងមាន object យើងមក他爱化妆他爱化妆ហ្នឹងគឺនាងចូលចិត្តឬក៏ស្រឡាញ់អាយហ្នឹងគេក៏អាចបានន័យថាមួយទៀតគឺស្រឡាញ់នាងចូលចិត្តផាត់មុខហួចយើង make up អីហ្នឹងគេហៅផាត់មុខដែរ make up នាងគេ should make up 他们看电影ញក៏បានដែរ他们ហ្នឹងគឺ subject របស់យើងបានន័យថាម៉េចបានន័យថាពួកគាត់他们ហ្នឹងគឺពួកគាត់他们看ហ្នឹង verb បកថា watch មើល verb subject បូក object យើង电影 movie 他们看电影他们在看电影អូខេចឹងថ្ងៃនេះstructure ទី1បានចប់ហើយគឺអ្នកគ្រូ part 1 នេះគឺអ្នកគ្រូរៀនអំពីរបៀប structure simple ធម្មតាគឺ subject បូក verb ជាមួយនឹង object ចឹងដល់ពេលបន្ទាប់មក part បានទៀតគឺអ្នកគ្រូនឹងចូល deep កន្លែងអំពីកន្លែងពេលវេលាអីផ្សេងទៀតហើយ and thank you for watching